អ្នកលេងបណ្ដាញសង្គមប្រញាប់ដូរពាក្យសម្ងាត់ Hacker បានលួច password ឬ Facebook និង Google សរុបចំនួន 16,000 លានពាក្យសម្ងាត់នៅក្នុងពេលថ្មីៗនេះអ្នកជំនាញបានជូនដំណឹងថាក្រុម Hacker បានលួចចូលក្នុងទិន្នន័យមេហើយបានលួចពាក្យសម្ងាត់ឬ password លើថ្នាលធំៗដូចជា Apple, Facebook, Google ដែលមានសរុបចំនួន 16,000 លានពាក្យសម្ងាត់រួមទាំង password របស់ស្ថាប័នរដ្ឋាភិបាលមួយចំនួនផងដែរអ្នកស្រាវជ្រាវនៅ Cyber News បានដឹងថារឿងរ៉ាវទាំងអស់នេះអាចជាការលួច hack ទិន្នន័យដ៏ធំបំផុតមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រជុំវិញបញ្ហាទាំងអស់នេះដែរក្រុមហ៊ុន Google បានជំរុញឲ្យអ្នកប្រើប្រាស់ផ្លាស់ប្ដូរនូវពាក្យសម្ងាត់របស់ពួកគេជាបន្ទាន់ដើម្បីបញ្ជៀសការលួច hack គណនីរបស់ពួកគេទាំងក្នុងបណ្ដាញសង្គមការបែកធ្លាយពាក្យសម្ងាត់ទាំងអស់នេះក៏បូករួមទាំងព័ត៌មានផ្ទាល់របស់ខ្លួនមួយចំនួនរបស់អ្នកប្រើប្រាស់លើថ្នាលជាច្រើនផងដែរភ្នាក់ងារ FBI បានប្រមានអ្នកប្រើប្រាស់ថ្នាល Digital កុំឲ្យចុចទៅលើតំណភ្ជាប់ដែលគួរឲ្យសង្ស័យដែលផ្ញើមកក្នុងទម្រង់ជាសារអេឡិចត្រូនិកនៅក្នុងនោះគឺអាចជាការបោកបញ្ឆោតដើម្បីលួចទិន្នន័យសំខាន់ៗនានាផងដែរសំណុំទិន្នន័យបែកធ្លាយទាំងអស់នេះគឺមិនធ្លាប់ត្រូវបានគេរាយការណ៍ពីមុនមកទេដូច្នេះមានន័យថាការ hack ចូលនេះគឺជារឿងថ្មីហើយមិនមែនត្រឹមតែទិន្នន័យចាស់ៗតែប៉ុណ្ណោះទេអ្នកជំនាញបានពិពណ៌នាថាការលួចយកទិន្នន័យទាំងអស់នេះគឺជាឧបករណ៍គ្រោះថ្នាក់សម្រាប់ប្រព្រឹត្តឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតពួកគេបាននិយាយថារឿងទាំងអស់នេះមិនត្រឹមតែជាការបែកធ្លាយទិន្នន័យនោះទេក៏ប៉ុន្តែទិន្នន័យដែលត្រូវបានចោលបច្ចេកវិទ្យាលួចនោះគឺរួមមានទាំងដំណគេហទំព័រឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់នានាដែលជួយឲ្យ hacker ចូលប្រើប្រាស់សេវាកម្មអនឡាញរបស់អ្នកស្ទើរតែទាំងអស់